មួយកាមេរ៉ានេះគឺទាក់កន្លែងដែលយើងសម្រាប់ដាក់ memory មួយ SIM គឺនេះជាងនៅក្នុងនេះវាកន្លែងខាងលើនេះគឺកន្លែងសម្រាប់ដាក់ SD card បើបន្ទាប់ហ្នឹងគឺកន្លែងដាក់SIM បងអញ្ចឹងគ្រាន់ថាទីតាំងពេលដែលបងដាក់ដល់តែប្រយ័ត្នតិចបើបងអត់ប្រយ័ត្នទេវាអាចទម្លាក់ចូលទៅក្នុងយើងបាទកន្លែងប៊ូតុងគៀងខាងនេះវិញគឺកន្លែងប៊ូតុង reset អញ្ចឹងពេលដែលបងត្រូវការ reset កន្លែងសារឡើងវិញបងជួយបាក់5ទៅ10សង្ខឹងទៅគឺវា reset ជូនបងហើយអញ្ចឹងតើតោះមួយទៀតពេលចំពោះកន្លែងនេះគឺបងពេលដែលចូលគ្នាបងគ្រាន់តែយកអាក្បាលពីរនេះដោតចូលទៅគ្នាទៅពេលដែលបងដោតហើយបងមើលសេរីទៅមិនក៏ឲ្យបត់ហើយខ្សែភ្លើងនេះបើពេលដែលបត់ទៅហើយវាដាច់ទៅវាមានភ្លើងចូលចូលពេលបងដាក់ចូលបងព្រៀងស្ទៀងវាមានគ្រឿងវាtrongពេលដែលបងបានចេះបងមួចាប់ខំមួឬមកឃ្លីសទៅបានតែដល់មួប្រយ័ត្នតិចបងខ្លាចវាអត់ចូលវាធ្វើគេចឹងពេលដែលបងមួហើយអស់ចឹងមកដល់កន្លែងនេះបើបងកន្លែងនេះគឺកន្លែងបើកសូឡាបើបងជួយអត់បើកទេគឺសូឡាវាមានភ្លឺតិចចឹងបងគាត់វាមកប៉ក់មកគឺវាភ្លឺអញ្ចឹងពេលដែលយប់ឡើងហើយវានឹងអូតូភ្លឺហ្នឹងអញ្ចឹងកន្លែងភ្លើងនេះវាមានលុតភ្លើងហមតិចពេលដែលវាលោតចេះមានថាសូឡាវាដំណើរការមួយទៀតចំពោះកន្លែងបងចង់ឲ្យវាដំណើរការកាមេរ៉ាសូឡាគឺបងត្រូវបោកមកដល់កន្លែងនេះកន្លែងនេះកន្លែងសាកថ្មអញ្ចឹងមានថាតិចពេលដែលបងយកទៅដល់មុនដំបូងឯងបើបងអត់តឡើងទេបងគ្រាន់តែយកទៅសាកវាទៅសាកវាចោល8ទៅ10ម៉ោងចឹងទៅចាំបងយកទៅប្រើក៏បានដែរកន្លែងនេះគឺកន្លែងបើកាមេរ៉ាឲ្យដំណើរការពេលដែលកាច់ប៊ូតុងវាកាច់ចោលទៅក្រោមចេះគឺមានថាកាមេរ៉ានេះឲ្យដំណើរការចឹងពេលដែលបងកាច់ឡើងមកលើមកប៊ូតុងនេះបងកាច់ធ្វើឲ្យវាមកកន្លែងរុនសាកនេះមកគឺវាចាប់ដើមដំណើរការកាមេរ៉ាទៅទៅជាមួយការដំណើរការបងកន្លែងទៅវានឹងនិយាយចឹងបើចំពោះកន្លែងនេះវិញបើបងចង់ឲ្យបិទសូឡាបងគ្រាន់ hold វាចោលចាំចឹងនេះគេមានឲ្យជិះនេះសម្រាប់គៀបនេះយើងសម្រាប់ដាក់ SD card មួយSIM កុំឲ្យពេលដែលវាតាក់ទៅចូលអញ្ចឹងពេលដែល SIM ដែលបងដាក់ដល់តែបងបែរពណ៌ខាងសនេះបែរមករកខាង SD card យើងនឹងដាញ់តិចអានោះមកអត់ទេធ្លាក់ចូលមកយកវិញតើប៉ុណ្ណេះហើយចូលនេះតែជុំចំពោះជើងនេះបងគ្រាន់តែយកសោតាន់មកបងដោះ4គ្រាប់នឹងជី10ប្រទាននឹងជីបងដោះចូលទៅតែអាខ្សែដែកបងត្រូវងាត់ចូលទៅក្នុងសិនពេលដែលបងងាត់ចូលចាំបងងាត់អំពង់ទីបនេះចូលទៅក្នុងទៅបងចាប់ខ្យល់វាពីលើទៅគឺបានហើយ